ជួស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube គេសាសុំទាំងអស់គ្នាបើយើងបានវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូនេះយើងមិនទាន់ទៅណាឆ្ងាយទេខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបនៅក្នុងការធ្វើយ៉ាងណាដោយប្រើប្រាស់ YouTube បាទ YouTube របស់យើងនឹងដោយពុំមានពាណិជ្ជកម្មជាធម្មតាបងប្អូនឥឡូវនេះយើងចូលទៅក្នុង app YouTube ធម្មតារបស់យើងសិនធម្មតានៅពេលដែលយើងប្រើ YouTube វាមានពាណិជ្ជកម្មមានអីនឹងធុញទេបងប្អូនអ្នកខ្លះគាត់អត់យល់ពី YouTube ទេគាត់ចូលចិត្តប្រើ Facebook ប្រើ TikTok អីជា app ផ្សេងណាប៉ុន្តែសម្រាប់បងប្អូនដូចជាខ្ញុំខ្ញុំចូលចិត្ត YouTube មែនតើខ្ញុំភាគច្រើនខ្ញុំប្រើ YouTube ច្រើនជាង app ណាទាំងអស់ហ្នឹងហើយ Facebook ខ្ញុំអត់សូវប្រើទេខ្ញុំប្រើច្រើនគឺប្រើ YouTube ហ្នឹងហើយព្រោះ YouTube យើងអាចរៀនយើងអាចមើលភាពយន្តយើងអាចមើលអ្វីផ្សេងបែបដែលយើងចង់បានហើយមានវីដេអូវែងហើយជាពិសេស YouTube គឺវាមានកន្លែងសេរីគុណភាព graphic របស់វាច្បាស់អញ្ចឹងភាគច្រើនខ្ញុំប្រើ YouTube ហើយជាពិសេសខ្ញុំចូលចិត្តមើល YouTube ហ្នឹងចូលចិត្តមើល YouTuber ល្បីផងដែរអញ្ចឹងដើម្បីកុំឲ្យមានពាណិជ្ជកម្មយើងអត់ត្រូវការទៅទិញ Premium ទិញ YouTube Premium ទេបងប្អូនគឺវាមាន app 2បាទពីរ app ហ្នឹងដែល support YouTube ដូចគ្នាដែរប៉ុន្តែយើងប្រើបាន YouTube នៅលើ app ទាំងពីរហ្នឹងដោយមិនឲ្យមានពាណិជ្ជកម្មទេថាតើ app ហ្នឹងមាន app អីខ្លះទៅបាទអញ្ចឹងបងប្អូនកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងបង្ហាញពីរបៀបនៃការទៅយក app ហ្នឹងទាំងអស់គ្នានៅក្នុង app 2ហ្នឹងខ្ញុំមកបង្ហាញម្ដងមួយបាទ app ទី1យើងចូលទៅលើ Play Store បាទចូលទៅក្នុង Play Store ខ្ញុំមិនដឹងថា Android វាមានប្រភេទ app ហ្នឹងដែរឬអត់ទេប៉ុន្តែខ្ញុំគិតថាប្រហែលជាមានព្រោះ app ទាំងអស់ហ្នឹងគឺសុទ្ធតែល្បីពីរខ្ញុំគិតថាទោះបីជាមានមួយអត់មានលើ iOS ប្រហែលជាមានពីរហ្នឹងមានមួយហ្នឹងហើយមានមួយបើមិនទី1ក៏ទី2ដែរគឺដាច់ខាតត្រូវតែមានពួក app ទាំងពីរហ្នឹងល្បីដែរអញ្ចឹងដំបូងឡើយបងប្អូនចូលមកក្នុងPlay Store បាទចូល Play Store យើងវាយពាក្យថាVideo Live បាទ Video Live បងប្អូន Video Live អញ្ចឹងបងប្អូនហ្នឹងហើយវាយតាមខ្ញុំមកនេះខាងលើគេនេះបងប្អូនមើលនៅក្នុងអេក្រង់នេះក៏បានដែរខ្ញុំបង្ហាញបងប្អូនឃើញទេអញ្ចឹងយើងចុចពាក្យ search មកហ្នឹងហើយអញ្ចឹងយើងរកមើលនេះបងប្អូនឃើញទេនេះពណ៌ក្រហមនេះហ្នឹងហើយអញ្ចឹងយើងចុច install មកហ្នឹងហើយចូលមើលក៏បានដែររងចាំវាបន្តិចទៅវានឹងពេញឥឡូវហើយបងប្អូនអ្នកដែលទស្សនាវីដេអូនេះដើម្បីទទួលបានចំណេះដឹងថ្មីផ្សេងហើយខ្ញុំប្រហែលជានឹងចែកកម្លែកបងប្អូនបន្តទៀតទាក់ទងនឹងការប្រើ app មួយចំនួនឬក៏ចំណេះដឹងផ្សេងអញ្ចឹងណាឥឡូវនេះវាដោតហើយវាកំពុងតែពិនិត្យឥឡូវនេះវាចូលទៅហើយចាំមើលខ្ញុំប្រាប់ពីរបៀបប្រើបើហើយវីដេអូក្រោយទៀតខ្ញុំនឹង record ពី game ហើយខ្ញុំក៏ប្រាប់បងប្អូនពីរបៀបនៃការ down GTA San Andreas យកមកលេងដែរបងប្អូនខ្លះគាត់ចង់លេង GTA San Andreas គាត់ទៅទិញគេលក់គេអីចឹងណាប៉ុន្តែខ្ញុំអត់ហាមគាត់ទេព្រោះគេលក់ហ្នឹងគេលក់បែបមាន graphic មានអីចឹងណាអញ្ចឹងគេលក់ទៅវាត្រូវហើយប៉ុន្តែបើសិនជាបងប្អូនចង់លេង GTA San Andreas បែប mode ធម្មតាលក្ខណៈថាវាមិនមែនជា GTA San Andreas ដែល graphic អីណាទេវាឡើងឲ្យដូចទៅ graphic scene ចឹង graphic game scene របស់វាចឹងគឺ graphic ធម្មតាប៉ុន្តែច្បាស់ប៉ុន្តែអ្វីដែលពិសេសហ្នឹងគឺវា mode ដែលដាក់ mode លុយមានលុយច្រើននៅក្នុង game ហ្នឹងចឹងណាឲ្យទៅ mode ដែលឡានហោះម៉ូតូហោះអីចឹងអត់មានទេតែតែយើងអាចលេងបានដោយ free យើងអាច down បានខ្ញុំមានរបៀបក្នុងការ down ដែរប៉ុន្តែចាំវីដេអូក្រោយហើយបងប្អូនកុំភ្លេចជួយ subscribe ផងខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅវីដេអូបន្តទៀតឥឡូវនេះនៅពេលដែលបងប្អូន down ហើយបងប្អូនរកមើល app ហ្នឹងមកនេះឃើញខ្ញុំសូមទាញ app ហ្នឹងមកខាងនេះមកហ្នឹងហើយទាញមកខាងនេះបងប្អូនឃើញ app ហ្នឹងអត់អញ្ចឹងចុចចូល app ហ្នឹងបងប្អូនចុចតាមការណែនាំរបស់គេរហូតមកចុចខាងក្រោមនេះហ្នឹងហើយខាងក្រោមនេះចុច next បាទចុចរហូតមកហើយបងប្អូនឃើញគេដាក់រូបឃើញអត់នេះបងប្អូនចុចរូប YouTube មកនេះ YouTube មកចុច YouTube មកអូខេប៉ុណ្ណឹងបងប្អូនអាចប្រើបានបាត់ហ្នឹងអូខេចាំតិចទៅអញ្ចឹងបងប្អូនអាចប្រើ YouTube បានទេបងប្អូនចុចមកបាទសំទោសកន្លែងហ្នឹងមកអូខេបើសិនជាអត់មានអីទេបងប្អូនអាច search ក៏បានដែរដូចខ្ញុំនិយាយថាឧទាហរណ៍ខ្ញុំ search អីមួយចុះខ្ញុំ search ពាក្យថាខ្មែរសងខ្មែរចម្រៀងខ្មែរអញ្ចឹងណាខ្មែរសងអញ្ចឹងវាយើងអាចលេងឃើញមានវីដេអូខ្មែរយើងជាច្រើនយើងចង់មើលអី search ហ្នឹងមកជាធម្មតានៅពេលដែលយើង search អញ្ចឹងយើងដាក់ account អី log ចូលក្នុង
កម្មវិធីនឹងហើយវាចូលមកវាចូលដល់ YouTube យើងធម្មតាអញ្ចឹងប៉ុន្តែអ្វីដែលពិសេសរបស់វាគឺអត់មានពាណិជ្ជកម្មអានេះគឺជា app ទី1ហើយអញ្ចឹង app ទី2អីគេទៅបាទ app ទី2គឺជា app Brave បងប្អូនអញ្ចឹងយើងចូលនៅក្នុង Play Store ដដែលវាយពាក្យថា Brave B O A V E បាទពាក្យ Brave ចុច search មកនេះបងប្អូនខាងលើគេនេះបងប្អូនឃើញនេះរូបដូចរូបតោហ្នឹងចុចរូបហ្នឹងមកបាទចុចរូបហ្នឹងហើយបងប្អូន download ដូចមិញ download ពី app មិញអញ្ចឹងប៉ុន្តែដោយសារតែខ្ញុំ download ហើយវាចេញបែបនេះវាចេញមាន open ហើយនឹង uninstall អញ្ចឹងខ្ញុំចុចពាក្យថា open ដើម្បីចូលបានប៉ុន្តែជាធម្មតាពេលដែលបងប្អូន down ហើយវា load មកកន្លែងអេក្រង់បងប្អូនហើយបាទអញ្ចឹងបងប្អូនឃើញនេះរបស់ខ្ញុំនេះខ្ញុំសុំទាញមកខាងនេះដើម្បីបង្ហាញបងប្អូនឲ្យស្រួលយល់នេះអញ្ចឹងវាមកខាងហ្នឹងនេះឃើញទេពិបាកទេបងប្អូនអត់សូវច្បាស់ហ្នឹងហើយក្នុងកាមេរ៉ាពិបាកបង្ហាញមែនទេអញ្ចឹងយើងចុចចូល app ហ្នឹងមកបាទចុចចូល app ហ្នឹងវាប្រាប់ពីការណែនាំពីការប្រើប្រាស់អីផ្សេងអញ្ចឹងទៅហើយនេះដោយសារតែខ្ញុំមានស្រាប់ខ្ញុំសូម clear បើក tab ថ្មីបាទអញ្ចឹងដល់ពេលវាចេញមកចេញចាអញ្ចឹងបងប្អូនណាចេញបែប background នៃផ្សេងរបស់វាអញ្ចឹងយើងវាយពាក្យ YouTube មកបងប្អូនជាធម្មតាបងប្អូនអត់តន់វាយពាក្យ YouTube វាមិនមែនចេញមកឃើញរូប YouTube អញ្ចឹងឯងអញ្ចឹងវាយពាក្យ YouTube បាទ YouTube យើង search មកបាទបន្ទាប់មកនេះវាចេញបងប្អូនចេញជា YouTube អញ្ចឹងអ្នកខ្លះគាត់មិនបាច់ប្រាប់ទេគាត់ដឹងហើយហ្នឹងហើយប្រាប់តែ app តែគាត់ត្រូវប្រើទៅដឹងអញ្ចឹងវាចេញមកហើយបាទអញ្ចឹងបងប្អូនអាចប្រើលើ app ប្រើបានដោយពុំមានពាណិជ្ជកម្មឡើយអញ្ចឹង app 2ហ្នឹងអាចការពារបងប្អូនឲ្យបងប្អូនសប្បាយដូចជាពេញចិត្តពេញអារម្មណ៍ជាមួយនឹង YouTube ដោយពុំឲ្យមានការរំខានទៀតឡើយនៅការមើលវីដេអូផ្សេងអញ្ចឹងណាកុំឲ្យវាមានពាណិជ្ជកម្មច្រើនអញ្ចឹងយើងមើលទៅលើ app ទាំងអស់ហ្នឹងព្រោះ app ទាំងអស់ហ្នឹងវាជួយប្លុកពាណិជ្ជកម្មកុំឲ្យរំខានយើងអញ្ចឹងនេះគឺជាគន្លឹះនៅក្នុងការទទួលបានការប្រើប្រាស់ YouTube ដោយពុំមានពាណិជ្ជកម្មបាទជាចុងក្រោយសូមអរគុណចំពោះការទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតហើយបងប្អូនកុំភ្លេចជួយចុច Subscribe ឬដាក់សញ្ញាកណ្ដឹងផងបាទអរគុណ